សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកធ្វើការ unboxing ជាមួយនឹងកាមេរ៉ាជួសជុល Meiching FM12 តែកាមេរ៉ានេះខ្ញុំកំពុងរៀងយូរដែរប៉ុន្តែវាទៅម្ដងថ្ងៃហ្នឹងទេឥឡូវយើងមកធ្វើការ unboxing ទាំងអស់គ្នាហើយកាមេរ៉ាហ្នឹងការខ្ញុំកំពុងដូចជាវាមានប្រវែង80 សង់ទីម៉ែត្រហើយនឹង30 សង់ទីម៉ែត្រគឺតឹងបដ ாய் វាគឺ80 គុណនឹង30ចឹងគឺវាវែងមែនតើជួយជា1ម៉ែត្រទៅខ្វះតែ2ទឹកទៀត1ម៉ែត្របាទហើយកាមេរ៉ាមួយនេះដែរវាមានលក្ខណៈពិសេសរបស់វានេះគឺវាមានកន្លែងក្លុកនេះគឺយើងមើលទីខ្ញុំ review ឲ្យអ្នកនរគ្នាមើលព្រោះកាមេរ៉ាហ្នឹងគឺវាមានប្រវែងធំហើយផ្ទៃវា space វាគឺវាទូលាយហើយនឹងមួយទៀតគឺងាយស្រួលក្នុងការសម្អាតហើយយើងមកតាមដានវីដេអូរបស់គ្នាខ្ញុំនឹងធ្វើការ review នៅក្នុងពេលបន្តិចទៀតចំណុចល្អនេះមួយទៀតនេះគឺវាមានហ្គេមនៅក្រោមចេះអ្នកនរគ្នានេះវាមានកន្លែងកាច់ក្រោមនេះបើជួនកាលបងប្អូនអរគ្នាយើងធ្វើទូរស័ព្ទយូរយើងដាក់ដៃច្រត់ពីលើចេះជួនកាលវាអាចនឹងគៀបដៃគៀបអីវាឈឺដៃវាស្នាមដៃអីចឹងតែនេះគឺវាអត់ទេគឺវាធំទូលាយមែនទែនហើយ design វាខាងក្រោមនេះវាដាក់នៅស្មើនៅតុយើងគឺវាជាប់យើងដាក់ទៅវាអត់អល់តាណាទេកន្លែងក្រោមហ្នឹងវាជួយសម្រួលដល់ដៃយើងនៅពេលយើងធ្វើការអញ្ចឹងកុំឲ្យវាឈឺដៃឈឺអីចឹងទៅហើយអានេះជាប្រភេទជ័រស្អិតអ្នកនរគ្នាយើងដាក់ខ្ចៅដាក់អីហើយរបៀបសម្អាតវាគឺអត់ពិបាកទេយើងនៅពេលដែលយើងប្រើប្រឡាក់ឧទាហរណ៍មួយអាទិត្យពីរអាទិត្យឬក៏មួយខែពីរខែទៅយើងប្រឡាក់ម្ដងទៅយើងគាត់ដោះអានេះចេញមកហើយដោះអានឹងចេញហើយនឹងដោះអាជើងនេះចេញមកយើងយកទៅដាក់សាប៊ូដាក់អីបោកធម្មតាដូចស្បែកជើងនឹងគឺយើងដាក់សាប៊ូមកដុសយកមកហើយហាលត្រឹមតែ10នាទីទៅយើងយកមកដាក់ប្រើវិញបានគឺវាស្អាតវិញហ្នឹងហើយសម្រាប់កាមេរ៉ានេះដែរវាមានប្រវែង80 សង់ទីម៉ែត្រហើយនឹងបដ ாய் វាគឺ30 សង់ទីម៉ែត្រអញ្ចឹងវាជិត1ម៉ែត្រដែរអ្នកនរដាក់ដៃច្រែងទៅវាអស់ដៃបងហើយកន្លែងនេះវាទលាយស្រួលយើងជួសជុលផងជួយយើងអាចជួសជុលហ្នឹងយើងអាចដូរស្វកហ្នឹងបាទជួនកាលយើងអាចវាមានគ្រឿងជួសជុលអីចឹងដល់ពេលវាធ្លាក់ស្រល់ធ្លាក់អីយើងជូតទៅវានៅស្អិតអញ្ចឹងគឺវាពិបាកដល់ពេលយើងដូរស្វកដូរអីវាប្រឡាក់ដៃប្រឡាក់អីចឹងយើងអាចធ្វើហ្នឹងបាទហើយដល់គេអាចមើលបានវាធំមែនតើហើយវាមានជើងដាក់ទូរស័ព្ទនេះស្រួលយើងមើលពេលយើងចង់មើលទូរស័ព្ទយើងដាក់ទូរស័ព្ទឲ្យបានហើយយើងអាចដោះបានជើងវានេះដោះនៅពេលយើងត្រូវការលាងវានេះដោះបាន